รอมกับบ้านcaoជាប្រសាទលោកថាទេអញខំធ្វើហត់ណាអញ្ចឹងហើយបើឲ្យវិនិច្ឆ័យធម្មតាមិនកើតទេលោកដាក់បដាសាជាមួយនឹងកសាងឲ្យដាក់ពរជ័យជាមួយដាក់បដាសាជាមួយហើយបដាសាហ្នឹងទេព្រះអង្គចេះថាទេយើងទៅមើលតាមសិលាចារឹករបស់ប្រាសាទដែលមានសូមដាក់បណ្ដាសាអ្នកណាដែលបំផ្លាញប្រាសាទអ្នកណាដែលរុករានទន្ទ្រានប្រាសាទឲ្យវិញចេះឲ្យវិញចុះមកមិនចង់និយាយចំទេបណ្ដាសាហ្នឹងក៏អក្រក់អក្រៃណាស់ដែរលើករឿងឲ្យគិតទេណាមិនថាអញ្ចឹងទេប៉ុន្តែលើកឲ្យគិតយើងក៏លេខទៅ1000ឆ្នាំមុនទៅ900ឆ្នាំមុនទៅ1200ឆ្នាំមុនដូនតាយើងកាលនោះគាត់ធ្វើអីណាគាត់កសាងអីកសាងប្រាសាទហើយប្រាសាទហ្នឹងមិនមែនដូចយើងថាថ្មទុនថ្មជ្រាយទៅកាត់យកមកធ្វើអីមែនទេណាថ្មគឺថ្មហើយវារឹងហើយគ្មានគ្រឿងចាក់គ្រឿងអីទេលោកទៅកាត់ទៅឆ្កៀលតម្រង់តែបានកើតប្រាសាទមួយពិបាកមើលទៅលោកជឿនអង្គញាលោកធ្វើលំវែកហ្នឹងទៅប្រើគ្រឿងចាក់ផងក្របប្រើមនុស្សផងប្រើស្អីផងនៅតែតម្រង់តែបានលើថ្មម្ដុំនឹងមកតាំងនៅអញ្ចឹងបានណាចុះតែដូនតាយើងធ្វើប្រាសាទសម័យកាលនោះវាអត់មានគ្រឿងចាក់គ្រឿងអីជំនួយកម្លាំងផងលោកប្រើដោយកម្លាំងបាយកម្លាំងសេះកម្លាំងដំរីសັບសាទនៅពិបាកប៉ុណ្ណាដល់តែពិបាកអញ្ចឹងតម្រង់តែបានកើតជាប្រាសាទលោកថាទេអញខំធ្វើហត់ណាអញ្ចឹងហើយបើឲ្យវិនិច្ឆ័យធម្មតាមិនកើតទេលោកដាក់បដាសាជាមួយនឹងកសាងឲ្យដាក់ពរជ័យជាមួយដាក់បដាសាជាមួយហើយបដាសាហ្នឹងទេព្រះអង្គចេះថាទេយើងទៅមើលតាមសិលាចារឹករបស់ប្រាសាទដែលមានសូមដាក់បណ្ដាសាអ្នកណាដែលបំផ្លាញប្រាសាទអ្នកណាដែលរុករានទន្ទ្រានប្រាសាទឲ្យវិញចេះឲ្យវិញចុះមកមិនចង់និយាយចំទេបណ្ដាសាហ្នឹងក៏អក្រក់អក្រៃណាស់ដែរត្រូវបាច់មកបងប្អូនអរគ្នាហើយ